បាទជ្រាបសួរឥឡូវនេះយើងកំពុងនៅឯទីតាំងនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសន្តានាដែលជាដៃគូជាមួយសហគមន៍កសិកម្មទំនើបស្វ័យយន្ទីរបស់យើងនៅក្នុងខេត្តព្រះវិហារហើយខ្ញុំមកក្នុងថ្ងៃនេះមកដល់យប់បន្តិចដោយសារជាប់មមាញឹកនៅឯខេត្តកំពង់ធំជាមួយនឹងកសិករដាំស្រូវរបស់យើងដោយសារថ្ងៃនេះយើងបានរៀបចំនៅការដឹកជញ្ជូនស្តុកស្វាយចន្ទីជើងទី1របស់សហគមន៍កសិកម្មទំនើបរបស់យើងជូនដល់ក្រុមហ៊ុនសន្តានាហើយជាក់ស្ដែងខ្ញុំបានមកពិនិត្យមើលនៅការដឹកជញ្ជូនលើកទី1ពីព្រោះវាជារឿងសំខាន់ណាស់សម្រាប់សហគមន៍ថាតើការដឹកជញ្ជូនរបស់យើងមានបញ្ហាប្រឈមអ្វីខ្លះក្នុងនោះរួមទាំងការថ្លឹងការផ្ទេរការត្រួតពិនិត្យគុណភាពធ្វើយ៉ាងណាដើម្បីសិក្សារៀនសូត្រអំពីនីតិវិធីនៃការដឹកជញ្ជូនទិញលក់នៃសហគមន៍កសិកម្មទំនើបរបស់យើងហើយអ្វីដែលបានសង្កេតឃើញនេះគឺយើងមកដល់យើងឃើញក្របស្វាយចន្ទីរបស់សហគមន៍នៅទំរិញល្អមែនទែនកម្រិតជាតិសាច់ខាងក្នុងរបស់គាត់មានរហូតដល់ទៅ28%កន្លះដែលជាកម្រិតមួយខ្ពស់ហើយជាប្រភេទក្របស្វាយចន្ទីល្អហើយអ្វីដែលជាចំណុចល្អប្រសើរសម្រាប់ការធ្វើការជាមួយនឹងក្រុមហ៊ុនសន្តានានោះគឺថាថ្ងៃនេះសហគមន៍បានដឹកជញ្ជូនដល់ក្រុមហ៊ុនហើយលក់ចេញក្នុងតម្លៃ5800រៀលដែលតាមពិតទៅថ្ងៃនេះក្របស្វាយចន្ទីនៅលើទីផ្សារគឺមានតម្លៃត្រឹមតែ5400រៀលតែប៉ុណ្ណោះប៉ុន្តែដោយសារតែក្រុមហ៊ុនធានាអះអាងជាមួយសហគមន៍ថានឹងផ្ដល់តម្លៃទីផ្សារបូកថែម100រៀលក្នុង1គីឡូហើយដោយសារតែបងប្អូនសហគមន៍របស់យើងប្រមូលតាំងពីម្សិលមិញដូច្នេះក្រុមហ៊ុនព្រមទទួលយកតម្លៃកាលពីថ្ងៃម្សិលមិញហើយបូកថែម100រៀលដោយសារម្សិលមិញគឺតម្លៃ5700រៀលដូច្នេះក្រុមហ៊ុនថែមឲ្យ100រៀលទៀតគឺយើងលក់បានតម្លៃ5800រៀលក្នុងខណៈពេលដែលនៅក្នុងទីផ្សារតាមពិតទៅក្នុងថ្ងៃនេះតែម្ដងគឺតម្លៃក្របស្វាយចន្ទីសើមនៅក្នុងទីផ្សារមានតម្លៃត្រឹមតែ5400រៀលតែប៉ុណ្ណោះហើយទាំងអស់នេះហើយគឺបង្ហាញអំពីលក្ខណៈពិសេសនៃសហគមន៍កសិកម្មទំនើបដោយសារតែយើងអាចធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាយើងអាចចាប់ដៃគូល្អដែលគោរពនៅកិច្ចសន្យាហើយមានការយោគយល់ដល់បងប្អូនកសិកររបស់យើងផងដែរហើយសង្ឃឹមថាអ្វីដែលជាការចាប់ផ្ដើមនៅក្នុងថ្ងៃនេះនឹងបើកផ្លូវដល់ការដឹកជញ្ជូនក្រោយៗទៀតហើយយើងក៏ព្យាយាមសិក្សាស្វែងយល់ពីការងារនេះដែរ